tại rồi nhưng mà sông xua bóng tình trạng vì con phải giao chấm pua bột bột thọ bột sòng rồi ấy miền bột bò sạt dương mùi chừng nướng chơi thà hạt ấy bột bàn vậy đi biển hai bóng mình lọp bình tê hai hạt ấy bàn dương chơi tài group bồi chia phai ní phai nụ đo từ ong nó hai khi người ta chọn xong ở bọn chui về nhớ bằng lư đó một bờ sắt đây nơi mình toàn vô chứ bà xong người ta xong bọn chui nâng chẳng bánh hàn đi có mình bên ban này thả nẹ đai cầm bông tay của rụp nâng vô đà nơi không côn và đặt nẹ trái cứ miên chấm lệch bảy tì mũi cứ anh nhiên nắng bên đây tham mình đăng tham miên côn xây phòng của bọn đại chua sài dương mà cả luồng phòng tì pi mít cha nhiên nặng đăng đá tại đăng khổ đăng côn bọn phai vùng côn bọn đá tôi vô tháp bê phai vùng côn bọn ơi sài xua sài nít đăng tại đăng khổ mũi tiết sang sài giang cứ sài đây song say của bột đăng miên mền ọt mền đấy mình thôi mục sâu đó hả mền chùm nó trong cõi đây là o bom phật cứ sama nhía nặng cứ đăng đòi propi đăng đói là o nhưng ban nẹt là rồi hốt đau nẹt cancer snack là cái tay điên dương tôi phải cùng mấy rụp xì mỏng mày đấy rụp xì mỏng rụp thò nông theo tôi phải cùng plơ anh nâng mau bị nẹt tha nâng plơ thì đâm lớp mang phải dương tích nhiệt nhôm vừa là nhiệt nhôm đang dây tu sạp vậy và sân bởi dương mơ cay vì can nẹt dây tu sạp á đừng được cuột chứ alo một cách cho một cách làm mà nẹt ai ska chứ dây mũi tu sạp đó á con tay cô đau nì nẹt này dây đặt tu sạp nó rứa con này dây tu can ở nam mà nẹt alo bởi dương dây alo tu sạp nó đây chơi chấp alo mày về nó nè nên đây tha nâng con tay chiếc bật đắp chùm lón non sầm lên từ trap mình nút đại dương này về rồi thay phần đó và sân bây giờ này dây đặt tu rồi sắp nó chuột mày này tay dương này dây tu rồi sắp mình bên này dây chỉ mũi tu rồi sắp thế cứ này dây chỉ mũi nền ná đây dương trong này dây chế mùi chơi vai bông cung bọn dương số tham mình y tệ bạch sao phệ cầu vi arahang predame và phe ông nút trungประเนียม tha arahang pru ព្រះអង្គឆ្ងាយចាក់សឹកសត្រូវគឺគេឡេះគ្មានអ្នកណាដែលសូត្រថាអ៊ីតិបិសោភគវេអរហង្គខ្ញុំព្រះអង្គសូមថ្វាយបង្គំព្រះអង្គស៊ីម៉ងមិនមែនយើងមិនដឹងថានឹងស៊ីម៉ងឯណាមិនយើងមិនដឹងថាថ្មឯណាទើបយើងប្រើពាក្យថាមានព្រះពុទ្ធរូបស្នងអង្គពាក្យថាស្នងមានន័យថា represent តំណាងនៅក្នុងសាសនាណាក៏មានវត្ថុតំណាងដែរបើមិនជារូបជាមនុស្សក៏មានស្អីមួយតំណាងដែរមែនឬមែនប្រើថាជាវត្ថុតំណាងគ្មានពីណាដែលថ្វាយគុំខ្ញុំបងសូមថ្វាយគុំបងសិមកណាទៅថ្វាយគុំធ្វើចឹងជាវត្ថុតំណាងឧទាហរណ៍យើងទុករូបថតឪពុកម្ដាយជាទីរលឹកចឹងជាថាឈួតទេតែមើលកណ្ដាស់គេមិនឈួតទេគេមើលមុខនឹងគេស្គាល់ម៉ែឪគេចិត្តគេវានឹករលឹកដល់ឪពុកម្ដាយគេមិនចឹងមែនអញ្ចឹងឲ្យតែម៉ែឪស្លាប់ទៅដុតរូបថតចោលអស់ទៅមែនទេតាមពិតរូបថតគឺជាអ្វីគឺជាទឹកខ្មៅទឹកកលកដាប៉ុន្តែកាលណាគេគុំទៅវាចេញជារូបទៅគេទុកជាទីរលឹកឪពុកម្ដាយរបស់គេអញ្ចឹងថាគេភ្លើដែរមែនទេគេមានន័យរបស់គេមែនទេបើនិយាយពីស្នេហាវិញកូនកសែងដែលនាងឲ្យមកលើកកូនកសែងមកមើលនោះវានឹកម្ចាស់គេណាមែនទេដូចសិនគឺសមុទ្រកាត់ច្រៀងហ៎កន្សែងស្រីបាក់ឆ្លាក់មកឲ្យបងមិនហ៊ានទៅជូតមុខផងកន្សែងនួនល្អំខ្លាចបាត់ក្លិនស្រីសូតែកន្សែងចឹងវាខ្វះណាស់ឲ្យផ្សារនោះតែវាមិនសំខាន់ដូចនាងឲ្យទេមែនអត់យើងយល់អត់វាមានន័យរបស់គេអញ្ចឹងណាកសែងចឹងវាក៏អូបឯងក៏អូបបាញ់ទៅទឹកអប់ទៅវាក៏អូបឯងប៉ុន្តែបើមិនអ្នកនាងដែលខ្លួនស្រឡាញ់ឲ្យទេវាមិនសំខាន់ទេ
ហើយបើបានពីដៃនាងដែលខ្លួនឯងស្រឡាញ់ទៅវាសំខាន់ណាស់អូពីណាមកកំទេចចោលឬខឹងណាមែនទេយ៉ាងណាមិញរបស់នឹងវាតំណាងទឹកចិត្តរបស់គេយើងធ្វើនឹងឲ្យទៅចំពោះព្រះអង្គគឺតំណាងយល់ទេតំណាងវត្ថុតំណាងយើងយល់ហើយពាក្យថាតំណាងដល់ពេលយើងថ្វាយគុំបិទភ្នែកថ្វាយគុំទៅព្រះអង្គបរិបូរដោយវិជាចរណៈព្រះអង្គជាសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសាដោយស្អីទេនឹកទៅដល់គុណរបស់ព្រះអង្គទេយល់ទេអញ្ចឹងបើយើងហែកអាទ្រង់ទ្រាយខាងក្រៅចេញមកឃើញទៅយើងមិនមែនល្ងងទេមកគេមិនតន់យល់ពីយើងគេថាសំហើយហ្នឹងហើយដូចយើងឃើញបរិសម្នាក់មើលកូនកសែងសប្បាយចិត្តមើលកូនកសែងគេឲ្យអញ្ចឹងយើងមើលទៅដូចឈួតគេឈួតទេគេនឹកម្ចាស់កសែងណាយល់អត់ Don't judge the book by its cover កុំវិនិច្ឆ័យសៀវភៅដោយគ្រាន់តែឃើញក្របមែនទេអញ្ចឹងសៀវភៅល្អឬមិនល្អមិនមែននៅលើក្របរបស់វាទេតើតែអានសិនយើងសិក្សាពីខាងក្នុងហ្នឹងសិននឹងទៅដឹងថាតើវាមានន័យល្អឬអត់សៀវភៅខ្លះក្របទូកទេណាប៉ុន្តែអូអានទៅល្អមែនទេយ៉ាងណាព្រះពុទ្ធសាសនាដូចគ្នាការចូលមកកាន់ពុទ្ធសាសនាមិនមែនគ្រាន់តែចេះបញ្ជីទេមិនមែនគ្រាន់តែយើងថ្វាយបង្គំប៉ុណ្ណឹងទេត្រូវយល់អត្ថន័យនៃការថ្វាយបង្គំនឹងទៀតក៏មានគេសួរអាត្មាដែរជនជាតិកាណាដាមួយគាត់សួរអាត្មាថាក្រែងព្រះសម្មាសម្ពុទ្ធសម្ដែងថាអត្តាហិអត្តនោនាថោថាខ្លួនទីពឹងរបស់ខ្លួនហើយថាមិនបួងសួងសុំស្អីពីនរណាទេហេតុអីបានជាពុទ្ធបរិស័ទនៅតែថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបានមកឆ្លើយថាអ្នកកុំជឿភ្នែករបស់អ្នកត្រូវយកចិត្តរបស់អ្នកត្រូវយកបញ្ញារបស់អ្នកទៅស្រាវជ្រាវថាតើហេតុអ្វីបានជាគេថ្វាយបង្គំព្រោះភ្នែកមានពីរគឺមង្សចក្ខុភ្នែកសាច់ឃើញត្រឹមតែរូបទេតែបញ្ញាចក្ខុនឹងមើលធ្លុះដល់បញ្ហាមែនទេហ្នឹងហើយស្គាល់មនុស្សម្នាក់មិនអាចយកភ្នែកទៅមើលស្គាល់ទេគឺត្រូវយកចិត្តទៅស្គាល់ទៀតអីអង់គ្លេសគេថា love me love my dog មិនស្រឡាញ់មនុស្សម្នាក់មិនមែនស្រឡាញ់ត្រឹមរូបរាងកាយរបស់គេទេត្រូវស្រឡាញ់ទៅដល់ទឹកចិត្តរបស់គេចំណងចំណូលចិត្តរបស់គេមិនអញ្ចឹងឧទាហរណ៍ចុះអាត្មាឧទាហរណ៍ញាតិញោមធ្លាប់ឮឈ្មោះសម្ដេចព្រះសង្ឃរាជជួនណាតទេឮយើងដឹងថាលោកជាអ្នកប្រាជ្ញរវាងអ្នកដឹងនឹងខុសគ្នាទៀតអ្នកខ្លះអត់ចេះអក្សរតែឮឈ្មោះសម្ដេចព្រះសង្ឃរាជជួនណាតសួរតែស្គាល់លោកច្បាស់ទេមិនច្បាស់ទេតែមនុស្សណាដែលចេះអក្សរធ្វើការងារអីយកវចនានុក្រមរបស់លោកយកមកប្រើអ្នកនោះទើបស្គាល់លោកច្បាស់មែនទេហ្នឹងហើយធ្លាប់ស្ដាប់ការសម្ភាសអក្សរសាស្ត្ររបស់លោកដឹងថាលោកចេះប៉ុណ្ណានឹងទើបស្គាល់លោកច្បាស់តែបើគ្រាន់តែឮឈ្មោះឃើញរូបថតឬក៏បានទៅអោបលោកទៅទៀតតែអត់ដែលបានចេះដឹងអ្វីពីលោកបន្តិចសោះអ្នកនោះឈ្មោះថាមិនស្គាល់លោកច្បាស់ទេចឹងហើយបានគេយកឈ្មោះសម្ដេចជួនណាតយកទៅកុហកបោកប្រាស់បានខ្លះគេថាគេកើតមកជាសម្ដេចជួនណាតឃើញទេខ្លាំងបកាយចេះចុះតែបើយើងស្គាល់អំពីទឹកបតីរបស់លោកមិននឹងចឹងទេស្របទៅធម៌ដែលព្រះអង្គសម្ដែងថាម៉េចយោធម្មំបស្សតិសោមំបស្សតិអ្នកណាឃើញធម៌ទៅឃើញតថាគតអញ្ចឹងបាននៅស្រុកខ្មែរជាប្រសងនេះអាត្មាផ្សាយធម៌ច្រើនជាងគេបញ្ជូច្រើនជាងគេតែអាត្មាជាមនុស្សដែលគេស្គាល់តិចជាងគេពួកគេកាងតឡើងកាន់មីក្រូអញ្ចឹងចុះតែមីក្រូតែអាត្មាទៅបាត់ហើយនៅស្រុកខ្មែរក៏អញ្ចឹងដែរហើយផ្សាយតាមវិទ្យុ6 7 10វិទ្យុហ្នឹងអាត្មាក៏មិនដែលដាក់ថាអាត្មានៅតាណាដែរមិនដែលប្រាប់គេថាអាត្មានៅតាណាទេចប់ទៅគឺចប់ទៅហ្មងខ្លះហ្នឹងអត់ដឹងថាអាត្មានៅណាទេសូម្បីតែអូស្ត្រាលីគេសួររិទ្ធិគុណនៅវត្តណាថាអាត្មានៅវត្តណាមិនសំខាន់ទេសំខាន់ញោមយល់ថាអាត្មានិយាយថាម៉េចមិនបាច់ស្គាល់គ្នាក៏បានខ្លះគេអួតគ្នាអូលោកគ្រូហ្នឹងអួតតែទេសនាពេលគ្មានបរិស័ទអាត្មាមិនមែនទេសរបរិស័ទទេអាត្មាដើរបញ្យលបរិស័ទឲ្យយល់ឲ្យទៅផ្ទះវិញទៅចប់មានចាំបាច់អីទៀតបើយល់ហើយមែនទេពេលខ្លះព្រះសម្មាសម្ពុទ្ធធ្វើអញ្ចឹងជួនកាលព្រះអង្គនិមិត្តដូចគេចឹងដូចថាក្រុមស្ដេចរាជវី500កំពុងជជែកគ្នាចឹងព្រះអង្គនិមិត្តខ្លួនឯងដូចស្ដេចរាជវីដើរចូលទៅនិយាយប្រាប់គេហើយក៏ព្រះអង្គដើរចេញទៅគេមិនស្គាល់ថាពុទ្ធជាអ្វីផងវាអត់សំខាន់ថានរណាស្គាល់មុខព្រះអង្គមិនគឺសំខាន់ថាតើគេយល់ចិត្តព្រះអង្គអត់ឃើញទេដោយពេលដែលព្រះអង្គចិត្តបរិនិព្វានណាព្រះអង្គខំងើបមកយ៉ាងត្រដាប់ត្រដួសប្រាប់អនន្តថាមនាលអនន្តការបូជាតថាគតនេះក្រៃលែងណាស់ដោយផ្កាជារបស់មនុស្សផង
ដោយផ្កាជារបស់ទឹកផងជាតន្ត្រីទឹកផងផ្កាមុតទារវៈសូម្បីតែរុក្ខជាតិទាំងឡាយក៏ចេញផ្កាមកខុសរដូវដើម្បីបូជាតថាគតមនាលអនន្តបរិស័ទមិនទាន់បានឈ្មោះថាជាអ្នកបូជាតថាគតដោយហេតុមានប្រមាណប៉ុណ្ណេះឡើយមនាលអនន្តបរិស័ទទាំង4គួរក៏បីបានសិក្សាថាយើងនឹងសិក្សានៅឱវាទរបស់ព្រះអង្គដោយយកចិត្តទុកដាក់ហើយនឹងប្រតិបត្តិនៅអ្វីដែលបានចេះដឹងនោះនេះឯងទៅឈ្មោះថាជាការបូជាតថាគតអញ្ចឹងបើមិនបានទទួលអ្វីពីព្រះអង្គទេការថ្វាយបង្គំព្រះអង្គពិតជាមានន័យតិចណាស់ឥឡូវមកឧទាហរណ៍ជាកូនចុះកូនដែលដឹងគុណឪពុកម្ដាយពិតប្រាកដណាទៅគោរពលើកបាយជូនមកឪពុកម្ដាយគឺមិនមែនដើម្បីទាមទារអ្វីទៀតទេគឺសំដែងនៅការដឹងគុណដូចអាត្មាមិនថាខ្លួនឯងយ៉ាងម៉េចទេតាំងពីអាត្មាដឹងក្តីមកអ្វីដែលញោមគិតថាទុកឲ្យអាត្មាមិនត្រូវការទេអាត្មាមានតែគិតថាធ្វើអ្វីដើម្បីគាត់វិញនេះឯងគឺជាចិត្តកតញ្ញូគេគិតអញ្ចឹងចុះបើយើងទៅថ្វាយបង្គំគាត់ម៉ែកុំភ្លេចណាដីនឹងទុកឲ្យខ្ញុំនេះមិនមែនជាភាពកតញ្ញូទេដីដែលញោមទុកឲ្យអាត្មាញោមលក់ទិញជិះម៉ូតូអស់ទិញម៉ូតូជិះអស់នឹងដីទុកម៉ាប់ការប្រពន្ធផងប៉ុន្តែញោមលក់ទិញម៉ូតូជិះតាកុំខ្វល់លើដល់កុំគិតរឿងអាត្មាចុះប្រសិនបើយើងថ្វាយបង្គំគាត់ដែរគោរពគាត់ដែរម៉ែថ្វាយបង្គំជូនសឡមួយចានប៉ិនកុំភ្លេចណាផ្ទះនឹងទុកឲ្យខ្ញុំការថ្វាយបង្គំបែបនេះជាការដឹងគុណអត់មែនទេដូចគ្នានឹងយើងទៅថ្វាយបង្គំព្រះអង្គចឹងថ្វាយបង្គំឲ្យសុំមកលេខឆ្នោតមិនមែនជាការដឹងគុណព្រះអង្គទេចុះថ្វាយបង្គំដូចម្ដេចដែលឈ្មោះថាដឹងគុណពិតប្រាកដនៅពេលដែលយើងស្ដាប់ដឹងខុសផ្លូវខុសផ្លូវត្រូវហើយយើងយកធម៌បដិបត្តិអប់រំផ្លូវចិត្តនោះស្រាប់តែយើងបានធូរស្បើយនៅក្នុងចិត្តយើងក៏កើតសេចក្តីដឹងគុណថាគុំតែបានធម៌ព្រះអង្គជួយយើងមិនអាចដោះស្រាយវិបត្តិផ្លូវចិត្តរបស់យើងបានទេយើងទៅថ្វាយបង្គំនឹងគឺ express our sincere thanks គឺបញ្ជាក់នៅសេចក្តីអរគុណយ៉ាងក្រៃលែងដែលមិនអាចរកអ្វីកាត់ថ្លៃបានដោយសារបញ្ហាផ្លូវចិត្តនេះប្រសិនបើមិនបានបដិបត្តិតាមព្រះអង្គទេមិនអាចដោះស្រាយបានគឺគ្រាន់តែអរគុណព្រះអង្គប៉ុណ្ណោះនេះឯងជាអត្ថន័យនៃការថ្វាយបង្គំព្រះអង្គយល់ទេអញ្ចឹងចាំចោះឲ្យទៅថ្វាយបង្គំព្រះអង្គឲ្យសុំអីហ្នឹងគឺមិនតាន់ដឹងគុណព្រះអង្គពិតប្រាកដទេដោយកូនយកបាយមួយចានទៅថ្វាយបង្គំម៉ែពិសាបាយប៉ិនកុំភ្លេចទុកឡានឲ្យខ្ញុំហើយតែខ្លាំងទៅអដីឪចិត្តស្លាប់ទៅស្មានទៅសួរអីខំឲ្យពេទ្យចាក់ថ្នាំឲ្យគាត់និយាយរួចដើម្បីអីដើម្បីសួរគាត់ឪឡាននឹងទុកឲ្យណាមើលទៅដូចដឹងគុណណាស់អញ្ចឹងណាប៉ុន្តែអត់ទេណាគ្រាន់ចង់ដឹងតឡាននោះទុកឲ្យណាអញ្ចឹងអត្តន័យនៃការថ្វាយបង្គំព្រះអង្គរហូតទៅជាពុទ្ធានុសតិទៅជាប្រកម្មដ្ឋានហ្នឹងគឺរលឹកទៅដល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គផងនឹកឃើញករណាគុណរបស់ព្រះអង្គផងថាព្រះអង្គខំចំណាយពេលវេលាអស់45ព្រះវស្សាក្នុងការសម្ដែងធម៌ហ្នឹងដើម្បីឲ្យយើងយល់ដល់ពេលយើងបានទទួលយកមកបដិបត្តិណាយើងអត់មានទាមទារអីពីព្រះអង្គទៀតទេទីមួយយើងយល់ច្បាស់ពីកម្មផលហើយយល់ច្បាស់ពីកម្មផលហ្នឹងក៏ដោយសារស្ដាប់ព្រះអង្គដែរធម៌ដតីទៀតការរងាប់រាគៈទោសៈនៅក្នុងចិត្តយើងនេះឲ្យយើងបានសេចក្តីសុខចិត្តក្នុងផ្លូវចិត្តហ្នឹងយើងថ្វាយបង្គំគឺត្រឹមតែអរគុណប៉ុណ្ណោះយល់ជិះបើទៅទាមទារអីទៀតមានន័យថាព្រះអង្គឲ្យយើងមិនតាន់គ្រប់ព្រោះព្រះអង្គឲ្យអស់ហើយអ្វីដែលបេះដូងព្រះអង្គចង់ឲ្យយើងនឹងឲ្យអស់ហើយលីងហើយតាប៉ុន្តែមកពីយើងអត់ព្រមយកមកគោរពប្រតិបាទដោយឪពុកម្ដាយចឹងគាត់ខំអស់ហើយមកជីវិតរបស់គាត់ហ្នឹងទ្រព្យសម្បត្តិចែកឲ្យកូនអស់គាត់ស្លាប់ទៅអញ្ចឹងបានអាត្មាឪពុកអាត្មាស្លាប់អាត្មាធ្វើកន្លែងដាក់យ៉ាងល្អប៉ុន្តែអាត្មាអត់ដែរទៅប្រាថ្នាសុំអីពីគាត់ទៀតទេមានតែនឹកឃើញថាត្រូវរក្សាអ្វីដែលជាដំបូងមានរបស់គាត់ឲ្យល្អត្រូវថែរក្សាវងតកូលឲ្យល្អដែលជាបំណងរបស់គាត់លើគាត់នៅគាត់តែងតែនិយាយឲ្យកូនស្រឡាញ់គ្នាឲ្យកូនត្រូវគ្នាឲ្យកូនខំរៀនយើងធ្វើអាហ្នឹងដែលជាបំណងរបស់គាត់ឲ្យសម្រេចទៅនោះហើយគឺជាការបូជាគុណរបស់គាត់រីឯទុកភ្នោរបស់គាត់គ្រាន់តែជាទីរលឹកប៉ុណ្ណោះថ្មមិនដែលទៅសុំលេខឆ្នោតគាត់ទេបើសិនតែគាត់ឲ្យបាត់ហើយមិនបាច់សុំទេមែនតាំងពីរស់មកគាត់ឲ្យអស់អាលីងមែនអញ្ចឹងបានពេលញោមថ្មស្លាប់តាមប្រពៃណីខ្លះយើងហាក់ដូចជាបង្អាប់បង្អន់ឪពុកម្ដាយយើងណាខ្លះមិនឲ្យកូនចៅសែងទេ
ខ្លាចរស់ស៊ីដាក់ខ្លះត្រូវយកក្បាលជ្រូកក្បាលមួយសែនចឹងមកឲ្យធ្វើទាំងអស់ព្រោះស្មាបានបញ្យល់ញោមមកយល់អស់ហើយពេលដែលសែងចេញពីផ្ទះគេត្រូវរកអាចារ្យមកសូត្រកុំឲ្យខ្មោចមកចូលគោះជើងក្អែកថ្មឲ្យធ្វើទាំងអស់អាត្មាថែមទាំងនិយាយសច្ចវិជ្ជាទៀតទោះបីលោកឪពុកបដិសន្ធិនៅទីណាក៏ដោយឲ្យតែលោកឪពុកមិនមកគ្រប់ពេលអត់មានទៅដាក់សញ្ញាជើងក្អែកហាមគាត់ទេយើងគឺក៏អាក្រក់មែនគ្រាន់តែអូស្លាប់ដាក់សញ្ញាជើងក្អែកមកចូលមែនទេហ្នឹងហើយអត់មានអីទាំងអស់អត់មានបទសមាអត់អីទាំងអស់ហើយសួរថាបងប្អូនស្មាខ្លាចអត់អូនស្រីទៅស្មាខ្នើយតែគាត់កេងស្លាប់ហ្នឹងណាអត់តាន់យកទៅបោកទៀតយកទៅកេងនៅក្នុងកតុកម្នាក់ឯងសុំឲ្យយល់សពឃើញពុកទៀតអត់មានខ្លាចអីទេសំខាន់គឺយើងពន្យល់យល់ទេយល់ទេនឹងដែលដឹងគុណពិតប្រកបមានន័យថាយើងឈប់ទៀមទាប្រសិនបើនៅតែទៀមទាមានន័យថាមិនតាន់ដឹងគុណទេដោយថ្វាយបង្គំព្រះអង្គចឹងប៉ុន្តែសម្រាប់អ្នកដែលដឹងគុណពិតណាដល់ញាតិញោមយកមកប្រតិបត្តិសិនប្រតិបត្តិក្នុងជីវិតហើយឃើញសុខតិចនៅក្នុងជីវិតហើយយើងដឹងគុណអូតូម៉ាទិកមកតែឲ្យតែនៅសុំច្រើនហ្នឹងណាមានន័យថាមិនតាន់គ្រប់ទេហើយអ្នកដែលកុហកព្រះសម្មាសម្ពុទ្ធញឹកជាងគេគឺយាយហ្នឹងឯងកុហកម៉េចណដ្ឋិមេសារណੰអញ្ញੰវត្ថុដតេជាទីពឹងទីរលឹកនៃខ្ញុំប្រករណាមិនមានឡើយពុទ្ធោមេសារណੰវរੰមានតែព្រះពុទ្ធជាទីពឹងទីរលឹកដល់ភាសារបស់ខ្ញុំអេតេនសច្ចវច្ចេអ្នកហៅតមេជាយិមង្គលៀងសូមសិរីសួស្តីជាយមង្គលចូលមានដល់ខ្ញុំដោយកិរិយាពលនៅពាក្យសច្ចៈពាក្យសច្ចៈសន្យាមុខព្រះអង្គថាអត់យកស្អីផ្សេងជាទីពឹងទេប៉ុន្តែចេញមកតំបន់អ្នកតាបាត់ចេញមកទៅរោនោះបាត់ស្មោះត្រង់ជាមួយព្រះអង្គអត់អ្នកណាអ្នកកុហកព្រះអង្គញឹកជាងគេហ៎អត់មកប្រៀបធៀបមកប្តីប្រពន្ធវិញទោះតែប្តីសន្យាជាមួយប្រពន្ធថាអូនកំព្រួយបងស្មោះតែអូនមួយប៉ុន្តែចេញទៅក្រៅបាត់តែពីមុខប្រពន្ធមួយទៀតអានឹងគេហៅស្មោះអត់ហើយចេញញឹកញោមស្មោះមួយព្រះអង្គអត់បងហើយអញ្ចឹងបានព្រះអង្គត្រូវឲ្យយើងច្បាស់លាស់ដូចញោមស្រីអាត្មាមិននិយាយដើមមុខគេតិចដំបងឡើយអ្នកដែលរកគ្រូប៉កែស្រុកខ្មែរញោមស្រីអាត្មាស្គាល់ច្រើនជាងគេគឺទៅមើលខ្ទេចខ្ទីអស់ហើយប៉ុន្តែខ្មោចនៅទៅចូលអញ្ចឹងខ្មោចតាមមកចូលដល់កន្លែងអាត្មាទៀតតែចឹងបញ្ចប់អាត្មាប្រកាសសច្ចវិជ្ជាឲ្យញោមថ្វាយខ្លួនឲ្យញោមកាន់សិលឲ្យញោមស្ដាប់ធម៌តាំងពីនោះមកខ្មោចលែងចូលរហូតមកប្រាប់ញោមឈប់ឲ្យពឹងទៅលើពួកគាត់ដឹងខ្មោចព្រាយចូលញោមបានញឹកកាលមុនហើយធ្វើថ្វាយគេម្ដងបាយសីកន្លះផ្ទះដាក់ពេញផ្ទះក្មេងៗមិនហ៊ានឡើងផ្ទះផងកាលនៅស្រុកប៉ុន្តែទីបំផុតថ្មឲ្យកវត្តចោលទាំងអស់ដាក់បេះដូងថ្វាយចំពោះព្រះរតនត្រ័យយកធម៌មកដាក់ក្នុងចិត្តតាំងពីនោះមកគ្មានដែលសែនព្រេនអីទេខ្មោចក៏មិនដែលចូលទៀតដែរព្រះសម្មាសម្ពុទ្ធក៏អះអាងធានាដែរមនាលភិក្ខុទាំងឡាយឲ្យតែអ្នកទាំងឡាយច្បាស់លាស់ថាមានព្រះពុទ្ធជាទីរលឹកមានព្រះធម៌ជាទីរលឹកព្រះសង្ឃជាទីរលឹកមានមិនអាចជ្រេចចិត្តអ្នកបានឡើយឲ្យតែច្បាស់ប៉ុន្តែតែយើងវាអត់ច្បាស់មិនជាឆ្លងអេតណាមែនអត់មែនអត់ច្បាស់មួយទៅមានឆ្លងអីទៀតមានព្រំដែនមកវាទៅអាហ្នឹងយល់ទេមួយចំណុចទៀតគេសួរថាហ្នឹងដោយញោមសួរថាព្រះអង្គមិនត្រឡប់មកវិញទេឥឡូវស្មាឧទាហរណ៍តិចញាតិញោមនឹងយល់គ្រឿងអកិសនី electricity នេះអ្នកដែលរករូបមន្តអកិសនីនឹងឃើញនៅរូបឬក៏ស្លាប់ហើយប៉ុន្តែរូបមន្តនៅយើងនៅប្រើបានអត់អ្នករកឃើញថ្នាំគីនីនសម្រាប់ជាបារោគគ្រុនចាញ់ស្លាប់ឬក៏នៅស្លាប់ហើយប៉ុន្តែរូបមន្តថ្នាំនឹងនៅអត់យើងនៅប្រើបានអត់បានកុំឲ្យតែរូបមន្តនឹងវាបាត់យ៉ាងណាមិញមុនព្រះអង្គបរិនិព្វានទៅថាអស់ពីតថាគតទៅធម៌នឹងវិន័យនេះឯងជាគ្រូរបស់អ្នកទាំងឡាយបងមានយកធម៌ទៅតាមណា